ដំណឹងមិនតាន់ពុកម៉ែបងប្អូនអ្នកតាមដានទស្សនា Channel YouTube ពុំមកទាំងអស់គ្នាថ្ងៃនេះមានដំណឹងមិនតាន់ទៀតហើយក្រោយក្រសួងកម្ពុជាបានដាក់ទរណកម្មទៅលើប្រទេសថៃធ្វើឲ្យមានព្យុះភ្លៀងព្រមទាំងខ្យល់កន្ត្រាក់ផ្សេងកំពុងតែវាយលុកនៅខេត្តរបស់ថៃចំនួន63ខេត្តទូទាំងប្រទេសតែម្ដងបាទកុំកុំភ្លេចជួយ Subscribe Channel YouTube ពុំម្នាក់មួយដើម្បីទទួលយកព័ត៌មានថ្មីធ្ងន់ក៏ហើយពេលនេះខេត្តចំនួន36របស់ថៃប្រឈមនឹងទឹកជំនន់ភ្លៀងធ្លាក់ព្រមទាំងខ្យល់កន្ត្រាក់ខ្យល់ភ្លុះខ្លាំងធ្វើឲ្យអាជ្ញាធរប្រកាសអាសន្នទូទាំងប្រទេសបាទចង់ដឹងព័ត៌មានយ៉ាងណានោះសូមយើងទៅជាមួយគ្នាទាំងអស់គ្នាបាទរាជធានីបាងកកនាយកដ្ឋានអូតូនិយមថៃបានចេញសេចក្តីប្រកាសអាសន្នមួយនៅថ្ងៃទី11ខែមិថុនានេះថាដោយប្រមានពីការកើនឡើងនៃកម្រិតទឹកភ្លៀងនិងហានិភ័យខ្ពស់ដែលបង្កឡើងដោយទឹកជំនន់ភ្លាមនៅទូទាំងប្រទេសរបស់ខ្លួនតែម្ដងយោងតាមការព្យាករណ៍អូតូនិយមរយៈពេល24ម៉ោងខាងមុខខេត្តចំនួន63ខេត្តនឹងត្រូវរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុតបង្កដោយសារសម្ពាធទាបនៃសមុទ្រចិនខាងត្បូងនិងខ្យល់មូសុងនិរដីកំពុងតែបោកបក់មកលើសមុទ្រអាន់ដាម៉ាន់និងឈូងសមុទ្រអាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទំនាបនិងក្បែរផ្លូវទឹកឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំផងដែរក្នុងនោះតំបន់ភាគខាងជើងនិងភាគឦសាននិងភាគខាងកើតនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់ 60% ទៅ 70% ខណៈដែលតំបន់ឆ្នេរខាងលិចនៃភាគខាងត្បូងនឹងត្រូវប្រឈមនឹងស្ថានភាពអាកាសធាតុត្រជាក់និងអាក្រក់ខ្លាំងជាងគេដោយមានភ្លៀងធ្លាក់រហូតដល់ទៅ 80% តែម្ដងសម្រាប់រាជធានីបាងកកឬក៏ខេត្តជុំវិញឯនោះវិញក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយប្រមាណជា 60% ផងដែរក្រៅពីការគំរាមកំហែងនៅលើដែនដីខិលគោកខាងនេះស្ថានភាពនៅតាមផ្ទៃសមុទ្រឯនោះវិញក៏មានសភាពគ្រោះថ្នាក់ខ្លាំងបំផុតផងដែរដោយសារតែរលកអាចមានកម្ពស់រហូតដល់ទៅ2ម៉ែត្របងប្អូនបាទអាចមានកម្ពស់ទឹករលកសមុទ្ររហូតដល់ទៅ2ម៉ែត្រនិងអាចខ្ពស់ជាងនេះក៏អាចថាបានក្នុងកំឡុងពេលមានខ្យល់ព្យុះរន្ទះបាញ់នាយករដ្ឋមន្ត្រីនៃនាយកដ្ឋានអូតូនិយមបានណែនាំដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកនេសាទនាយកដ្ឋានអូតូនិយមបានណែនាំដល់អ្នកនេសាទនិងអ្នកបើកបរនាវាទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេដងនិងគួរជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានព្យុះខ្លាំងដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុនេះបងប្អូនជាទីគោរពស្រឡាញ់យើងមិនចាំបាច់ទៅសាងកម្មពីអីបន្តទៀតទេរាល់ថ្ងៃនេះជនជាតិថៃកំពុងតែដេកមិនលក់បក់មិនលហើយក្រោយទទួលរងនៅគ្រោះមហន្តរាយផ្ទួនគ្នាពីសំណាក់ក្រសួងកម្ពុជាចឹងបានថាសូមកុំត្រេកអរជាមួយនឹងអំពើបាបព្រោះកាលណាអំពើបាបមិនទាន់ឲ្យផលជនពាលតែងគិតថាអំពើបាបនោះមានរសផ្អែមដូចជាទឹកឃ្មុំតែនៅពេលដែលអំពើបាបឲ្យផលហើយនោះជនពាលទើបដឹងថារសនៃអំពើបាបនោះគឺមានរសជាតិល្វីងគួរឲ្យខ្លាចរអាដូចជាជនជាតិថៃនេះអញ្ចឹងបងប្អូនជាទីគោរពស្រឡាញ់មកទល់ដល់ពេលនេះពួកគេតែងតែឆ្លងកាត់នៅរឿងជាច្រើនដូចជាបាក់អាគារព្យុះកន្ត្រាក់ទឹកជំនន់ភ្លើងឆេះបាទជាបន្តបន្ទាប់ដែលធ្វើឲ្យយើងមានការកត់សម្គាល់យ៉ាងខ្លាំងងាកមកមើលព័ត៌មានក្នុងស្រុកឯនេះវិញតើវាសនារបស់អ្នកនាំចូលចំណីអាហារពីប្រទេសថៃដោយខុសច្បាប់នោះនឹងទៅជាយ៉ាងណាក្រោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសដូចនេះថាសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកមកពីប្រទេសថៃសម្ដេចតេជោហ៊ុនសែនបានប្រកាសចាត់វិធានការមិនត្រឹមតែអ្នកនាំចូលនោះទេ
គឺសម្ដេចនឹងចាត់វិធានការចំពោះមន្ត្រីពុករលួយណាដែលបានគប់គិតជាមួយឈ្មួញដែលនាំយកសាច់បង្កកទាំងនោះចូលកម្ពុជាសម្ដេចតេជោហ៊ុនសែនគូសបញ្ជាក់ទៀតថាសម្ដេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនោះចូលតាមមកកាន់កម្ពុជាសម្ដេចតេជោបានបន្ថែមបញ្ជាក់ទៀតថាសម្ដេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេសថៃសម្ដេចតេជោបានចាត់ទុកវិធានការនេះជាការឆ្លើយតបទៅនឹងវិធានការរបស់ថៃដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជាតាមរយៈការប្រកាសកាត់ផ្តាច់ធម្មពលអគ្គិសនីបិទការនាំប្រេងមកកម្ពុជាទាំងពីពើមានបញ្ហាព្រំដែនដំបងមកម្លេះសម្ដេចតេជោក៏បានបញ្ជាក់បន្ថែមទៀតថារយៈពេល1ឆ្នាំហើយដែលថៃមិនបានបិទព្រំដែនជាមួយកម្ពុជាតែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធនឹងទំនិញនោះឡើយតែផ្ទុយទៅវិញថៃបានបាត់បង់ថវិកាប្រមាណជាង$10,000 លានតាមរយៈការលក់ទំនិញមកឲ្យកម្ពុជាបាទបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នានេះគឺជាព័ត៌មានក្តៅមួយសម្រាប់ក្រុមឈ្មួញទុរយុទ្ធឬក៏ហៅថាក្រុមឈ្មួញចិត្តខ្មៅដែលមិនដឹងអំពីការឈឺចាប់របស់កងកម្លាំងជួរមុខនិងមិនស្គាល់ពីការប្រមាថមើលងាយរបស់ជាតិសាសន៍ដទៃមកលើជាតិសាសន៍ខ្លួនឯងដោយព្យាយាមគប់គិតគ្នាជាមួយនឹងមន្ត្រីកាដើម្បីនាំចូលនៅផលិតផលរបស់ជនជាតិចោលទាំងនោះមកលក់ចែកចាយឲ្យប្រជាជាតិខ្លួនឯងក្នុងការបរិភោគចង់ដឹងថាទៅខាងមុខនឹងយ៉ាងណាទៀតនោះខ្ញុំបាទនិមលនឹងបកស្រាយបន្ថែមទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលា